បាទជំរាបសួរបងប្អូនបាទបងប្អូននេះគឺជាព្រឹកថ្ងៃអង្គារបងប្អូនបាទហើយថ្ងៃនេះក៏ជាថ្ងៃបុណ្យនៃច្រត់ព្រះនគរបងប្អូនបាទអញ្ចឹងបងប្អូនដែលធ្វើការបម្រើការងាររាជការបងប្អូនបម្រើការងារក្រុមហ៊ុនត្រូវបានឈប់សម្រាកបងប្អូនបាទអញ្ចឹងឆ្លៀតក្នុងឱកាសនេះខ្ញុំបានមកធ្វើការណែនាំក៏ដូចជាធ្វើការបង្ហាញជូននៅក្របពូជអាឡឹកបងប្អូនបាទអញ្ចឹងមុននឹងឈានចូលដល់ការណែនាំក្របពូជអាឡឹកខ្ញុំចង់ជំរាបជូនបងប្អូនចេះបងប្អូនការដែលយើងជាអ្នកដាំដុះបាទឬក៏ជាកសិករហ្នឹងណារឿងមួយដែលសំខាន់បំផុតដំបូងគេបងប្អូនហ្នឹងគឺការជ្រើសរើសនៅពូជដំណាំមិនថាពូជអីទេបាទគ្រួពូជដំណាំអញ្ចឹងត្រឡប់មកវិញឧទាហរណ៍ដូចថាឥឡូវយើងត្រូវការដាំម្លឹកយើងចង់ដាំម្លឹកអញ្ចឹងមុននឹងឈានចូលដល់ការធ្វើដីរៀបចំដីអីហ្នឹងអាហ្នឹងយើងមានអស់ហើយយើងក៏បានសិក្សាអំពីគុណភាពដីថាដីហ្នឹងបានដាក់អាឡឹកត្រូវអត់ហើយដាំនៅក្នុងរដូវកាលណាបរិយាកាសអាកាសធាតុបែបណាអញ្ចឹងណាបងប្អូនបាទអញ្ចឹងមួយទៀតហ្នឹងគឺការជ្រើសរើសនៅពូជបើនិយាយពីរឿងពូជគឺបើនៅលើទីផ្សារគឺមានច្រើនបងប្អូនបាទមានច្រើនអញ្ចឹងបើកាលណាយើងសម្រេចចិត្តខុសជ្រើសរើសគ្រាប់ពូជតាមការណែនាំរបស់អ្នកលក់មួយចំនួនបាទដែលมันមានគេហៅថាព័ត៌មានច្បាស់លាស់អំពីគ្រាប់ពូជវាអាចនាំដល់ផលវិបាកទៅដល់កសិករឬក៏ជាអ្នកដាំអញ្ចឹងបងប្អូនបាទអញ្ចឹងជាគំនិតរបស់ខ្ញុំបើសិនជាបងប្អូនសម្រេចចិត្តថាទិញគ្រាប់ពូជឬចង់បានគ្រាប់ពូជបងប្អូនសួរគាត់ឲ្យច្បាស់បាទគ្រាប់ពូជហ្នឹងអាយុវាប្រហែលប្រភពមកពីណាហើយវាធន់អីគេខ្លះគុណសម្បត្តិរបស់វាអីគេខ្លះអញ្ចឹងបងប្អូនបាទចឹងមានថាសំខាន់បងប្អូនបាទសំខាន់ខ្លាំងអញ្ចឹងបងប្អូនជាកសិករឬក៏ជាអ្នកដាំបាទគួរចាប់អារម្មណ៍កន្លែងហ្នឹងខ្លាំងមិនចេះតែទិញឲ្យតែបានឲ្យតែអាឡឹកទេព្រោះអាឡឹកវាមានច្រើនពូជណាបងប្អូនច្រើនពូជច្រើនក្រុមហ៊ុនអញ្ចឹងបងប្អូនបាទអញ្ចឹងត្រឡប់មកវិញខ្ញុំចង់និយាយពីរឿងគ្រាប់ពូជជាតិតៃនេះខ្ញុំបានលក់គ្រាប់ពូជអាឡឹកច្រើនណាស់ខ្ញុំលក់តែមួយមុខពីរមុខបីមុខតែប៉ុន្តែពូជដែលខ្ញុំមកលក់ហ្នឹងគឺខ្ញុំបានស្វែងយល់ខ្ញុំបានដឹងព័ត៌មានច្បាស់លាស់អំពីវាទាំងការហូបទាំងការលក់ទាំងការដាំបាទពូជខ្លះខ្ញុំបានដាំផ្ទាល់ប៉ុន្តែខ្ញុំបានរស់នៅជាមួយនឹងកសិករភិក្ខកសិករអញ្ចឹងមានថាយើងអាចស្វែងយល់អំពីវាបន្ថែមអំពីក្រុមហ៊ុនណែនាំពោះយើងទិញយកលក់នេះក្រុមហ៊ុនគាត់បានណែនាំរបស់គាត់ថាវាចេះវាកវាខប៉ុន្តែយើងមិនមែនជឿទាំងស្រុងទេបាទគឺយើងឆ្លងកាត់ការដាំដែរយើងឆ្លងកាត់បទពិសោធន៍ជាមួយនឹងដំណាំប្រភេទហ្នឹងដែរអញ្ចឹងយើងសម្រេចថាល្អយើងទើបយើងយកមកណែនាំបន្តទៅដល់កសិករអញ្ចឹងបងប្អូនបាទអញ្ចឹងត្រឡប់មកវិញគ្រាប់ពូជប្រភេទនេះបាទអាឡឹកលឿអធិស្ឋានអាឡឹកសាច់ក្រហមជាតិតៃនេះផ្លែវារៀងទៅវែងបាទរៀងទៅវែងពងក្រពើសម្បល់វារបៀបខៀវកំៅប៉ារ៉ាព្រាលបងប្អូនបាទហើយបើនិយាយពីសាច់ខាងក្នុងសាច់ហាប់សាច់ណែដើម្បីផ្អែមដិតឆ្ងាញ់មានគ្រាប់ប៉ុន្តែគ្រាប់មិនច្រើនអញ្ចឹងបងប្អូនបាទហើយផ្លែវាជាបទពិសោធន៍របស់ខ្ញុំគឺចន្លោះពី2គីឡូកន្លះ3គីឡូដល់4គីឡូបាទឆ្ងាញ់ឥឡូវនេះឆ្ងាញ់អញ្ចឹងបងប្អូនបាទឆ្ងាញ់ហ៊ាននិយាយថាឆ្ងាញ់អញ្ចឹងតែម្ដងព្រោះច្បាស់លាស់ជាមួយពូជឥឡូវប្រភេទនេះហើយបងប្អូនចេះតែសួររកពូជឥឡូវផ្សេងទៀតខ្ញុំអត់មានដោយសារតែដូចខ្ញុំនិយាយទៅខ្ញុំជ្រើសរើសគ្រាប់ពូជឥឡូវមានតែ3ក្រុមហ៊ុនទេដែលខ្ញុំលក់បច្ចុប្បន្នហើយច្បាស់លាស់ហើយនៅតែជាមួយនឹងក្រុមហ៊ុនហ្នឹងដោយសារតែខ្ញុំច្បាស់ជាមួយនឹងគ្រាប់ពូជហ្នឹងខ្ញុំអត់ចេះតែប៉ាតណាប៉ាតណីទេបងប្អូនបាទអញ្ចឹងបងប្អូនអញ្ចឹងសូមអធិស្ឋានអញ្ចឹងបងប្អូនដែលមានតែប្រការចង់ដាំនៅគ្រាប់ពូជអាឡឹកឬក៏ចង់ដាំនៅអាឡឹករដូវកាលថ្មីក្តីឬក៏កំពុងតែចង់ដាំក្តីពិចារណាជាមួយនឹងគ្រាប់ពូជប្រភេទនេះហើយបងប្អូនចង់បាននៅគ្រាប់ពូជផ្សេងទៀតអាចធ្វើការឆាតមកសួរនាំបន្ថែមបានបាទយើងអាចជជែកគ្នាមុនពេលទិញបងប្អូនណាបាទអរគុណចាស់បងប្អូនបាទជំរាបលា